ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាថ្មីមកកាន់កម្មវិធី Gamesbird Secret ហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារកម្មវិធីរបស់យើងឥឡូវមានសន្ទុះការគ្រប់គ្រងខ្លាំងយកតែមែនតែម្ដងដោយសារខ្ញុំទៅណាមកណាឥឡូវគេឈប់សួររឿងតុកភ្លឺ background ងឹតហើយមួយរយៈចុងក្រោយនេះគឺគេសួរថាបងឯងថ្ងៃមុនសម្ភាសន៍ណាគេសាច់រឿងនេះបងឯងស្គាល់មុខអត់អញ្ចឹងទោះស្គាល់គ្នាមិត្តភ័ក្តិមិនក៏ដោយក៏ខ្ញុំអត់ប្រាប់ដែរគឺយើងរក្សាឯកជនភាពជូនពួកគាត់តែម្ដងជាពិសេសខ្ញុំទៅកន្លែង Steam គេថាសាច់រឿងនេះម្នាក់នេះមិនមែនបងថាអត់ទេបងប្រាប់អត់កើតទេបើឯងមានឃើញកម្មវិធីគេបិទមុខពាក់ម៉ាស់ស្រោមមុខស្រោមដៃឲ្យចិត្តអត់គឺអត់ចង់ឲ្យបងឯងដឹងអញ្ចឹងបើបងឯងមកសួរខ្ញុំអញ្ចឹងតដែរខ្ញុំទៅបិទអីខ្ញុំមិនសុភាធម្មតាទៅបងអញ្ចឹងក៏ពួកគាត់យល់ដែរអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាយល់នៅចំណុចហ្នឹងដែរហើយសូមខន្តីអភ័យទោសដល់យើងទាំងអស់គ្នាកន្លែងហ្នឹងផងដោយសារយើងដាច់ខាតត្រូវតែរក្សាឯកជនភាពជូនភ្ញៀវកិត្តិយសរបស់យើង 100% តែម្ដងយើងអត់ទម្លាយទេទោះសំបីតែមិត្តភក្តិខ្ញុំក៏ខ្ញុំអត់ប្រាប់ដែរសង្សារខ្ញុំពុកម្ដាយម៉ែឪខ្ញុំក៏ខ្ញុំអត់ប្រាប់ដែរខ្ញុំនិយាយមែនតើខ្ញុំអត់ក៏ហើយខ្ញុំនិយាយស្មោះត្រង់តាម៉ែខ្ញុំថ្ងៃមុនសួរថាណាគេក៏ខ្ញុំអត់ប្រាប់គាត់ដែរនឹងម្ដាយខ្ញុំផងខ្ញុំអត់ប្រាប់បានន័យថាខ្ញុំនិយាយមិនចឹងហើយគឺរក្សាឯកជនភាពជូនពួកគាត់ហ្មងអូខេត្រឡប់មកកាន់កម្មវិធីរបស់យើងវិញក៏លើកទឹកចិត្តឲ្យអ្នកនរគ្នា share នៃកម្មវិធីរបស់យើងម្នាក់មួយ like comment ដើម្បីជាការលើកចិត្តមកកម្មវិធីរបស់យើងហើយអ្វីដែលពិសេសបងប្អូនដែលទស្សនាតាមរយៈ YouTube Channel Gamesbird Secret កុំភ្លេចចូលទៅ subscribe កុំឲ្យខ្ញុំនិយាយដែរឲ្យគ្រប់ episode ពេក subscribe ឲ្យខ្ញុំទុកពេល3 secondអូខេ thank you អញ្ចឹងកុំឲ្យខាត់ពេលយូរមកជួបជាមួយនឹងភ្ញៀវកិត្តិយសយើងនៅសប្តាហ៍នេះតែម្ដងជំរាបសួរបងថ្ងៃនេះខ្ញុំរៀងបន្ថែមភាពសប្បាយក្នុងនឹងបន្តិចបាទអត់ដល់អត់សូវខ្លាំងតែថ្ងៃនេះមានអារម្មណ៍ល្អចង់រៀងខ្លាំងទេជាស្នៃហ៎បងបាទអូខេបងអាចសុំដឹងអាយុបានទេបងខ្ញុំអាយុ30ជាងបង30ជាងបាទបងឃើញកម្មវិធីយើងតាមរយៈណាដែរដែលជំរុញឲ្យបងចូលរួមតាមរយៈ Facebook page បង Facebook page ណាបងណាតើបងឡើយបង message ទៅកាន់ page ឬមួយក៏បែបណាដែរបង message ទៅកាន់ page បងអូខេបងអ្នកនៅតាមបណ្ដាខេត្តឬមួយនៅរាជធានីភ្នំពេញខ្ញុំអ្នកនៅភ្នំពេញហ្មងអ្នកនៅភ្នំពេញណាបងធ្វើការឬមួយក៏ប្រកបអាជីវកម្មខ្ញុំធ្វើការអូខេហើយថ្ងៃនេះបងមានសាច់រឿងអីសម្រាប់ចែកម្លែកមកកាន់កម្មវិធីយើងដែរសម្រាប់សាច់រឿងខ្ញុំចង់និយាយពីរឿងខ្ញុំផ្ទាល់ដែលជាមនុស្សម្នាក់ដែលរវល់ការងារខ្លាំងរហូតថាភ្លេចថាខ្លួនឯងមានគ្រួសារទាំងដែលគ្រួសារខ្ញុំហ្នឹងគាត់អស្ចារ្យខ្លាំងប្រពន្ធខ្ញុំគាត់ល្អខ្លាំងមែនតើដែលគាត់លះបង់ក្តីសម័យខ្លួនឯងដើម្បីមើលថែគ្រួសារទាំងមូលបងអាចប្រាប់សាច់រឿងមិនបានបងតសើប្រពន្ធបងបែបហ្នឹងហ៎បាទពីដំបូងឡើយខ្ញុំមួយគ្រួសារខ្ញុំបានជាមនុស្សដែលធ្វើការនៅក្រុមហ៊ុនតែមួយក្រុមហ៊ុនឯកជនតែមួយជាមួយគ្នាហើយពួកខ្ញុំបានតាក់ទងគ្នាបន្ទាប់ពីតាក់ទងគ្នាបានមួយរយៈពួកយើងក៏សម្រេចចិត្តរៀបការមួយគ្នាបងបន្ទាប់ពីរៀបការមកយើងក៏ពិភាក្សាគ្នាសម្រេចចិត្តយកកូនហើយប្រពន្ធខ្ញុំគាត់ក៏បានលះបង់ការងារដែលជាក្តីសម័យរបស់គាត់ដើម្បីមើលថែកូនមើលថែគ្រួសារទាំងមូលបងបាទដល់មួយរយៈចុងក្រោយនេះខ្ញុំរវល់ខ្លាំងមែនទែនទៅលើការងាររបស់ខ្ញុំប្រពន្ធខ្ញុំគាត់អត់ដែលហ៊ានសួរនាំឬក៏រំខានឬក៏ថាអាចថាចេះដឹងរឿងរបស់យើងដែរគាត់ទុកចិត្តលើយើង 100% បងបាទមានតាំងពេលខ្លះគាត់ឈឺក៏គាត់សុកចិត្តវិចកូនវិចអីទៅពេទ្យដល់ខ្លួនឯងជិះតុកទៅពេទ្យខ្លួនឯងហ្មងដល់គាត់ជាហើយមិនគាត់ប្រាប់យើងវិញអញ្ចឹងដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតប្រពន្ធខ្ញុំខ្លាំងមែនតើប្រពន្ធបងរឹងមាំណាបាទបងអាចថាគាត់ស្រឡាញ់យើងហើយគាត់ស្រឡាញ់គ្រួសារមួយហ្នឹងបងអូខេចុះបងមានដែរបានទៅបញ្ជាក់ក្តីស្រឡាញ់ដែលបងមានចំពោះគាត់ទៅកាន់គាត់អត់ឥឡូវហ្នឹងខ្ញុំអត់មានទេព្រោះដោយសារតែជាក់ស្ដែងគឺការងារខ្ញុំមួយរយៈចុងក្រោយនេះគឺមិនមានញឹកខ្លាំងមែនតើដោយសារតែយើងគិតថាយើងមានទំនួលខុសត្រូវក្នុងនាមជាប្តីជាឪពុកអញ្ចឹងយើងត្រូវតែខំដើម្បីគ្រួសារមួយហ្នឹងចុះដល់ពេលបងឃើញថាប្រពន្ធបងជាភរិយាដោយល្អជាបដាយរបស់កូនបងដែលល្អបងមានអីជាការលើកទឹកចិត្តគាត់អត់បងមានដែរបានទៅសារថាអូនឯងប៉ាកែណាស់អូនឯង
បែបនេះបែបនោះហើយមានតែបានតែនិយាយមកគាត់ មានដែរបងប៉ុន្តែវាខ្ញុំរាប់ថាការបញ្ចេញការសរសើរឬក៏អីដែលយើងផ្ដល់ឲ្យគាត់ហ្នឹងវាអត់តន់គ្រប់គ្រាន់សម្រាប់គាត់រាល់ថ្ងៃគាត់នៅតែលំបាកគាត់នៅតែអត់មានពេលសម្រាប់ខ្លួនឯងគាត់បោះបង់អីដែលខ្លួនឯងស្រឡាញ់គាត់ត្រូវនៅផ្ទះមើលថែកូនមើលថែគ្រួសារគាត់ធ្វើម្ហូបការងារមនុស្សស្រីនៅផ្ទះបងគាត់ហត់ខ្លាំងហើយគាត់មានកូនទូចហើយអីដែលសំខាន់បំផុតគឺគាត់ជាមនុស្សម្នាក់ដែលស្រឡាញ់ការងារមួយនឹងដែរប៉ុន្តែគាត់សុខចិត្តបោះបង់ការងារនឹងដែលជាក្តីស្រមៃរបស់គាត់ដើម្បីមកមើលថែកូនស្ដាប់ទៅមានអារម្មណ៍ថាចេះពេលដែលមនុស្សប្រុសយើងឈឺបាទពេលដែលយើងឈឺបានថាយើងអត់ទៅធ្វើការបាទតែបើគាត់ជាស្ត្រីមេផ្ទះពេលដែលគាត់ឈឺគាត់នៅតែត្រូវធ្វើការដែរហ្នឹងគាត់នៅតែត្រឡប់មកផ្ទះដាំបាយរៀបចំទុកឲ្យយើងកៅអៅរៀបចំឲ្យខ្ញុំទៅធ្វើការស្អាតធម្មតាអូខេបងខ្ញុំស្ដាប់មករបៀបវាដល់ចំណុចពិសេសហើយមានអារម្មណ៍ថាចង់ស្ដាប់សកម្មភាពដែលគាត់ធ្វើចំពោះបងឲ្យ detail ចឹងណាព្រោះស្ដាប់មកមានអារម្មណ៍ថារំសាយអស់ទុកកង្វល់ relax មែនតើបាទបងចង់ដឹងថាសកម្មភាពគាត់រាល់ថ្ងៃនៅផ្ទះហ្នឹងគាត់ធ្វើអីគេខ្លះចាក់ស្ដែងនៅផ្ទះរាល់ថ្ងៃគាត់មិនដូចមនុស្សស្រីទូទៅចឹងបងតែគ្រាន់ថាគាត់អាចថា detail ខ្លាំងតាមចំណុចអីដែលយើងមើលឃើញបងបាទសូម្បីតែចំណុចទូចដែលយើងមើលឃើញតែគាត់បារម្ភពីយើងគាត់មើលឃើញស្បែកជើងលបដាច់លហែកក៏គាត់គិតគូរគាត់ត្រូវបិទកែគាត់ខ្លាចយើងទៅធ្វើការហ្នឹងអត់មានរបស់ថ្មីគេគាត់ទៅទិញទៅអីឆ្លៀតពេលដោះស្រាយនឹងឲ្យយើងសូម្បីតែពេលខ្លះយើងគាត់ឈឺផ្ដាសាយតិចតួចហ្នឹងក៏គាត់ត្រូវមានរៀបថ្នាំគាត់គិតគូរគាត់មានអាហារឲ្យយើងគាត់ល្អខ្លាំងមែនតើបងហើយចំណុចដែលពិសេសមួយទៀតដែលនេះគឺគាត់អត់ចាប់ផ្លឹកគាត់មានគិតអីចំណុច negative មកកាន់យើងហ៎បងតែយើងរវល់ធ្វើការគាត់អត់ដែរអញ្ញៃថាឆាតមករំខានឬក៏អីនៅពេលដែលយើងធ្វើការបងហើយគាត់បើមើលទៅគាត់អត់ដែរគិតថាគាត់អត់សង្ស័យថាយើងទៅធ្វើការហ្នឹងវាទៅមែនអត់ឬក៏ទៅហ្នឹងទៅឲ្យបាត់វិទះលួចមានអ្នកនេះអ្នកនោះគាត់អត់មើលទៅដូចអត់មានបារម្ភអត់មានអីគាត់ទុកចិត្តលើយើង 100% ហ្មងបងតែសម្រាប់បងរស់នៅគ្រួសារប្រចាំថ្ងៃមានសុភមង្គលខ្លាំងអត់បាទបងបើក្រៅពីហិរញ្ញវត្ថុក៏ណាហិរញ្ញវត្ថុខ្ញុំក៏អត់ពិបាកខ្លាំងដែរបងតែគ្រាន់តែយើងជាមនុស្សប្រុសយើងត្រូវខំប្រឹងដើម្បីគ្រួសារត្រូវខំហៅតិចទៀតដើម្បីឲ្យគាត់បានសនុកដៃសនុកជើងយើងនឹងតិចទៀតចឹងណាបងតែបើតាក់ទងជាមួយបញ្ហានៅក្នុងគ្រួសារអីដូចជាអត់ដែរមានទេយើងរស់នៅមួយគ្នាមានសុភមង្គលខ្លាំងចាសម្រាប់កូនបងអាយុប៉ុន្មានហើយបងអាយុប្រហែលជា2ឆ្នាំបងចឹងតិចទៀតទៅគាត់ចូលរៀនទៅចឹងប្រហែលជាបងស្រីគាត់ហៅថាធូរដៃបន្តិចណាគាត់មានពេលសម្រាប់ព្រោះមើលកូនទូចបាក់ហើយមើលថែទេហើយនៅ take care កូនធំមួយទៀតបាទតែល្អមែនទេស្ដាប់មកមានអារម្មណ៍ថាប្តីប្រពន្ធបងស្រឡាញ់គ្នាបងក៏អត់ចង់ទៅញ៉ៃនៅខាងក្រៅហើយបងស្រីក៏មានទំនុកចិត្តលើបងអត់ខ្លាចបងទៅញ៉ៃនៅក្រៅទៀតល្អមែនទេចុះបងធ្វើមិនបានរបៀបថាបង្កើតសុភមង្គលសម្រាប់គ្រួសារទូចមួយនឹងបានណាជាក់ស្ដែងយើងគ្រប់ពេលវេលាហើយនឹងpolicy រៀងខ្លួនណាបងកាប់ពិតមែនតើទៅខ្ញុំត្រូវផ្ដល់ពេលវេលាឲ្យគាត់ដែលគាត់អាចចំណាយធ្វើអីដែលគាត់ចង់ធ្វើហើយខ្ញុំគិតថាមនុស្សស្រីទូទៅគាត់ចូលចិត្ត shopping ចូលចិត្តដើរផ្សារអញ្ចឹងចេញគាត់ថាតិចទៀតបើសិនជាមានឱកាសខ្ញុំធ្វើការងារខ្ញុំរលូនទៅមុខតិចទៀតខ្ញុំនឹងដកឃ្លាខ្ញុំជួយមើលថែកូនជំនួសគាត់អញ្ចឹងទៅគាត់អាចដកឃ្លាទៅធ្វើអីដែលគាត់ចង់ធ្វើឬក៏ដើរ shopping បានលំហែអារម្មណ៍បានខ្លះនិយាយទៅឲ្យគាត់មានពេលសម្រាប់ខ្លួនគាត់ចង់ធ្វើម៉េចធ្វើចឹងចង់មើលកូនក៏មើលកូន shopping ក៏ shopping កក់សក់នៅ salon ក៏មានពេលតែឥឡូវកូនទូចចេះខ្ញុំគិតថាកក់សក់នៅ salon ក៏ទៅរួចទេទៅ salon កក់សក់ហ្នឹងតើយកកូនទៅឲ្យអ្នក salon ជួយមើលកូនទៀតបាក់មែនតើបាទបងបាទតែរហងៃគាត់មានដៃលូថាអត់បងអត់សោះហ្មងគាត់មើលថែគ្រួសារទាំងមូលល្អ perfect ហ្មងបង10មិនថាមិនដល់10ទេអាចថា8ហើយណាក៏បាន8ឬក៏9ដែរបងគាត់ល្អគាត់ដែរល្អយើងលឺទេសូម្បីតែដូចគាត់ឈឺហ្នឹងក៏គាត់អត់តង់ប្រាប់យើងផងបងសុកចិត្តជីតុកទៅបាទសុកចិត្តទៅពេទ្យខ្លួនឯងដល់ជាបានគាត់ប្រាប់ថាគាត់ទៅពេទ្យទៅអីយើងទៅតែគាត់អត់ប្រកាន់ថាមិនបានក៏អត់ជូនគាត់ទៅពេទ្យគាត់ឈឺមិនបានប្តីអត់ដឹងគាត់ដែរអត់ប្រកាន់រឿងចឹងឯងអត់ហ្មងអត់សោះហ្មងអូគាត់បើកចិត្តណាបាទមែនតែអញ្ចឹងនេះសុភមង្គលគ្រួសាររបស់បងប្រុសដែលគាត់ឡើងមកចែកម្លែកជាមួយនឹងកម្មវិធីរបស់យើងហើយ
ល្អមែនតើអាចហ៊ានសូត្របានប៉ុន្តែប្រហែលជាមានគ្នាយើងមួយចំនួនទៀតប្រហែលជាអត់យល់ស្របនឹងបងស្រីគាត់ធ្វើអញ្ចឹងឯងតើមនុស្សស្រីកម្រឹងមាំពេកឈឺឲ្យប្តីជូនទៅចាំបាច់ជិះតុកតុកអីចឹងណាតែបើពីខ្ញុំគិតថាអញ្ចឹងវែកញ៉ៃអញ្ចឹងប្រហែលជាអត់សូវមានប្រសិទ្ធភាពទេណាហ្នឹងហើយបងយើងអាចវែកញ៉ៃថាគួរតែហ៊ានសូត្រពីលក្ខខណ្ឌរបស់បងតើធ្វើនៅបែបណាទៅគ្រួសារមានសុភមង្គលអញ្ចឹងណាបាទបើថាបងស្រីធ្វើអញ្ចឹងខុសតែធ្វើមិនបានត្រូវបើគ្រួសារបងមានសុភមង្គលហ្នឹងយល់ខ្ញុំគិតថាគាត់អត់ប្រាប់ខ្ញុំគាត់មានមូលហេតុរបស់គាត់អាចនឹងគិតថាយើងរវល់ការងារមិនគិតទេចាក់ស្ដែងយើងរវល់ការងារមែនគាត់ចង់រំខានយើងអញ្ចឹងណាបងចុះសម្រាប់បងតើបងគិតថាបងជាប្តីល្អសម្រាប់គាត់អត់មិនតន់ល្អ 100% ទេបងព្រោះដោយសារតែខ្ញុំអត់តន់អាចជួយសម្រួលបន្ទុកពេលវេលាពីគាត់មកខ្លះតែយើងខំប្រងល់លុយមែនប៉ុន្តែអាពេលវេលារបស់គាត់មកយើងយកពីគាត់ទាំងស្រុងមកហើយយើងអត់បានជួយធ្វើរឿងទូចសម្រាប់គាត់វិញណាយើងអត់បានជួយមើលកូនជួយការងារផ្ទះអីគាត់សូម្បីតែកៅអៅដែលយើងពាក់រាល់ថ្ងៃហ្នឹងក៏គាត់ចាត់ចែងជាអ្នករៀបចំឲ្យយើងដែរចុះសម្រាប់ភរិយាបងគិតថាគាត់ជាភរិយាបែបណាចំពោះបងខ្ញុំគិតថាគ្រួសារខ្ញុំប្រពន្ធខ្ញុំគាត់ជាមនុស្សដែលអស្ចារ្យខ្លាំងមែនតើដែលពេលខ្លះខ្ញុំលួចគិតសម័យថាបើសិនថ្ងៃមុខទៅខ្ញុំរវល់ខ្លាំងជាងនឹងទៀតគាត់អាចនឹងបោះបង់ចោលខ្ញុំក៏ខ្ញុំអត់ដឹងធ្វើម៉េចខ្ញុំខ្លាចមានថ្ងៃនឹងខ្លាំងមែនតើខ្លាចថាអូយើងរវល់ពេកអត់មានពេលវេលាមួយគាត់ពីមួយថ្ងៃទៅមួយថ្ងៃគាត់សន្សំចិត្តអន់ចិត្តរហូតដល់បោះបង់យើងចោលអានឹងខ្ញុំខ្លាចព្រោះខ្ញុំគិតថាខ្ញុំមិនអាចរកមនុស្សស្រីណាដែលដូចប្រពន្ធខ្ញុំតែអាចមកមើលថែខ្ញុំបានណាបងចាំមិនន័យថារបៀបពាក្យចាស់គាត់និយាយស្នាប់យងដីស្រីយងប្រុសណាបាទបងឃើញគាត់មេផ្ទះមែនតែបើអត់គាត់អត់ដឹងត្រូវធ្វើពីណាទៅណាហ្នឹងបាននេះគាត់យងយើងខ្លាំងណាបើតាមស្ដាប់មកបាទល្អមែនតើហើយនេះជាបទពិសោធន៍ដែលសុភមង្គលក្នុងគ្រួសារបងអញ្ចឹងសម្រាប់បងចូលរួមជាមួយនឹងកម្មវិធី Gangster Secret នេះគោលបំណងឲ្យពិតប្រាកដឲ្យចំហ្មងតើវាជាអីឲ្យប្រកបគោលបំណងឲ្យចំហ្មងគឺខ្ញុំចង់ដសារប្រពន្ធខ្ញុំហ្មងតែខ្ញុំអៀនខ្ញុំអត់ហ៊ានដសារចំមុខគាត់អញ្ចឹងខ្ញុំក៏សម្រេចចិត្តថាឡើងមកកម្មវិធីដើម្បីដសារគាត់តាមរយៈកម្មវិធីនេះហើយសង្ឃឹមថាគាត់ឃើញហើយអត់ដឹងថាគាត់ដឹងអត់ទេប៉ុន្តែសង្ឃឹមគាត់ឃើញវីដេអូនេះឥឡូវចេះទៅបងផ្ញើវីដេអូពេលចេញអា full show យើងហើយបងផ្ញើវីដេអូនោះឲ្យគាត់ហ្មងគាត់ស្ដាប់មកមានអារម្មណ៍ថាស្ដាប់ show នេះអត់សូវមានអីស្ដាប់ច្រើនទេស្ដាប់ញញឹមឈៀលមានសុភមង្គលតាមបងដែរគ្រាន់តែស្ដាប់ហ្នឹងអញ្ចឹងបើបកហ៊ាននិយាយទេ show ហ្នឹងចេញឲ្យបងផ្ញើវីដេអូហ្នឹងឲ្យគាត់ឲ្យនេះជាពាក្យអ្វីដែលបងចង់និយាយចំពោះអូនអីចឹងដែរអូខេបងហ៊ានណាស់ឥឡូវសួរប៉ណ្ណឹងហ៊ានណាស់អូខេចាំសាក់លបងអូខេអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺបទពិសោធន៍ជាមួយបងប្រុសដែលចង់តសារប្រពន្ធតែមិនហ៊ានតសារចំមុខជ្រើសរើសកម្មវិធីយើងដើម្បីទៅសើអូខេអញ្ចឹងនេះក៏ជាជំរឿនមួយដែរបងឲ្យតែថាមានប្រសិទ្ធភាពកុំខ្វល់ថានិយាយផ្ទាល់ឬក៏និយាយបែបណាសំខាន់យើងបានធ្វើណាបងបាទបងបាទអញ្ចឹងshowនេះក៏ប្រហែលជាមិនវែងពេកទេប៉ុន្តែពោពេញដោយក្តីស្រឡាញ់ហើយសុភមង្គលគ្រួសារមែនតើអរគុណបងខ្ញុំក៏មានក្តីសុខសុភមង្គលតាមបងដែរពេលដែលបានស្ដាប់សាច់រឿងរបស់បងហើយសង្ឃឹមថាបងប្អូនទស្សនិកជននឹងទទួលបានសេចក្តីសុខសុភមង្គលក្នុងគ្រួសារដូចគ្នាហើយសង្ឃឹមថានេះជាបទពិសោធន៍មួយដែលល្អអាចយកទៅប្រើប្រាស់ក្នុងក្រុមគ្រួសារពុកម៉ែបងប្អូនបានដូចជាអត់មានសំណួរអីច្រើនទេតែចុងក្រោយបងមានអីចង់បន្ថែមទៅកាន់ទស្សនិកជនដែលគាត់កំពុងតាមដានទស្សនាហ៎បងចង់ប្រាប់ជាពិសេសប្រុសៗគ្នាយើងឲ្យបើសិនជាមានគ្រួសារឲ្យស្រឡាញ់គ្រួសារឲ្យបានខ្លាំងប្រពន្ធរបស់យើងណាកុំឲ្យសូវមានតំណែងរកម្មរកោសក្នុងគ្រួសារព្រោះបើមានហើយបន្តិចបន្តួចអន់ចិត្តអន្សំពីមួយថ្ងៃទៅមួយថ្ងៃវានឹងទៅជាធំហើយបើអាចយើងមានពេលវេលាមើលថែជួយសម្រាប់បន្ទុកប្រពន្ធយើងបានយើងជួយទៅវាល្អទាំងអស់គ្នាដើម្បីភ័ក្រអង្គគ្រួសារយើងគោលដៅរួមបាទគោលដៅរួមអូខេអញ្ចឹងសង្ឃឹមថាគូស្វាមីភរិយាថ្មីថ្មោងដែលមិនតន់ជាមានបទពិសោធន៍ក្រាស់ក្រែលក្នុងគ្រួសារណាអាចអនុវត្តតាមបងប្រុសបានដើម្បីសុភមង្គលគ្រួសារអញ្ចឹងអរគុណមែនតើសម្រាប់បងដែលបានចំណាយពេលវេលាដ៏មានតម្លៃចែកម្លែកបទពិសោធន៍ហើយក៏គោលបំណងឡើងមកគឺតសារប្រពន្ធតែមិនហ៊ានខ្ចីកម្មវិធីយើងដើម្បីឲ្យប្រពន្ធមើលអញ្ចឹងប្លែកមែនតើអ្នកទាំងអស់គ្នាហើយអញ្ចឹងពីកម្មវិធីយើងក៏ឈានដល់ទីបញ្ចប់តែមុននឹងដល់ទីបញ្ចប់ក៏សូមអរគុណពុកម៉ែបងប្អូនក៏ដូចជាអធិស្ឋានរាល់ពេលសម្ដីខុសឆ្គងប្រការណាក្តីសូមអធិស្ឋានដោយសារគុំម្ដងរបស់យើងកម្មវិធីរបស់យើងបង្កើតឡើងគ្រាន់តែជាកន្លែងមួយដែលអ្នកនរគ្នាអាចទម្លាក់សម្ពាធដែលមានទាំងប្រមាណជាមួយនឹងកម្មវិធីហើយត្រឡប់ទៅវិញ
ជាមួយនឹងសេចក្តីសុខផ្លូវចិត្តផ្លូវកាយនិងមានសុភមង្គលក្នុងក្រុមគ្រួសារតែប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលយកបាននៅចំណុចដែលពួកយើងបង្កើតឡើងហើយក៏ទទួលជ្រាបថាកម្មវិធីរបស់យើងបង្កើតឡើងគឺគោលបំណងនេះឯងណាបងអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលជ្រាបជាមួយនឹងគោលបំណងនិងចក្ខុវិស័យរបស់កម្មវិធី Gangster Secret របស់យើងអញ្ចឹងពុកម៉ែបងប្អូនដែលតាមដានទស្សនាកម្មវិធីរបស់យើងកុំភ្លេច like and share នៅវីដេអូហ្នឹងហើយជាពិសេសបងប្អូនដែលទស្សនាតាមរយៈ YouTube Channel Gangster Secret ទាំងអស់គ្នាកុំភ្លេចចូលទៅ Subscribe ទាំងអស់គ្នាអូខេ Love you bye bye see you next week